ខ្ញុំបានលោកគ្រូមហាជុំសូមលំអរលំអរកាយជម្រាបសួរដល់បងប្អូនទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ហើយក៏សូមគោរពជូនពរនិងគោរពដឹងគុណអោនក្បាលផុតបធរណីដល់វីរៈកងទ័ពអ្នកស្នេហាជាតិរបស់យើងដែលកំពុងការពារព្រំដែនហើយសូមគោរពនៅវីរៈភាពដល់កងទ័ពទាំងអស់ហើយសូមបុណ្យកុសលជួយទ្រទ្រង់ដល់ពួកគាត់ទាំងអស់គ្នាសូមឲ្យមានឫទ្ធិអំណាចដេកជះឈ្នះអស់មារសត្រូវហើយសូមឲ្យឆាប់ជាសះស្បើយពីជំងឺសម្រាប់អ្នកឈឺហើយសម្រាប់លោកអ្នកដែលពលីសូមឲ្យបានទៅកាន់សុគតិភពកុំបីអខានឡើយថ្ងៃនេះថ្ងៃសៅរ៍ទី20ខែធ្នូឆ្នាំ2025ខ្ញុំលោកគ្រូមហាជុំសូមមកចែករំលែកនៅហុងស៊ុយសម្រាប់ថ្ងៃសៅរ៍ទី20ខែធ្នូឆ្នាំ2025នេះតើនៅថ្ងៃសៅរ៍នេះរាសីក៏ដូចជាហុងស៊ុយយ៉ាងដូចម្ដេចដែរលោកអ្នកដែលបានឃើញនៅវីដេអូនេះហុងស៊ុយសម្រាប់ថ្ងៃនេះគឺយើងប្រើលេខសំណាងគឺលេខ202ចំណែកពណ៌សំណាងគឺពណ៌សអញ្ចឹងបងប្អូនសូម comment លេខ202ហើយ share វីដេអូដាក់លេខ202សម្រាប់ថ្ងៃសៅរ៍ទី20ខែធ្នូនេះហើយចំណែកពណ៌សំណាងបងប្អូនពាក់អាវពណ៌សណាហើយចំណែកខ្ញុំលោកគ្រូមហាជុំខ្ញុំពាក់អាវនេះគឺជាពណ៌សម្រាប់ហុងស៊ុយសម្រាប់ខ្លួនខ្ញុំផ្ទាល់ប៉ុន្តែពណ៌សគឺជាពណ៌រួមទាំងអស់គ្នាតែម្ដងបងប្អូនកុំក្មួយណាបាទថ្ងៃសៅរ៍ទី20ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃកុលបាទថ្ងៃកុលឆុងជាមួយម្សាញ់ចឹងបងប្អូនកូនក្មួយទាំងអស់ដែលកើតឆ្នាំកុលហើយនឹងកើតឆ្នាំម្សាញ់សូមមានការប្រុងប្រយ័ត្នពីព្រោះថាថ្ងៃនេះគឺចំនឹងតួរាសីឆុងរបស់អ្នកដែលកើតឆ្នាំទាំងពីរតាំងពីក្មេងតូចរហូតដល់មនុស្សចាស់ត្រូវមានការប្រុងប្រយ័ត្នទី1ការធ្វើដំណើរសូមមានការប្រុងប្រយ័ត្ននៅក្នុងការបើកបរទី2ប្រយ័ត្នបំផុតគឺសុខភាពចំណែកប្រយ័ត្នទី3គឺរឿងការលក់ដូររកស៊ីអាចមានបញ្ហាមួយចំនួនប៉ុន្តែมันមានជាបញ្ហាចោតអ្វីនោះទេហើយបញ្ហាទី4គឺអារម្មណ៍ស្មារតីមិនសូវសប្បាយចិត្តរីករាយអីប៉ុន្មាននោះឡើយហើយលោកអ្នកទាំងអស់គ្នាជាទីគោរពនេះគឺជាឆ្នាំដែលឆុងសម្រាប់ថ្ងៃសៅរ៍ទី20ខែធ្នូឆ្នាំ2025ហើយក៏មានឆ្នាំដែលហេងចំនួន3ដែរប៉ុន្តែមុននឹងឈានទៅដល់ខ្ញុំជំរាបជូនឆ្នាំដែលហេងចំនួន3នៅក្នុងថ្ងៃនេះខ្ញុំក៏សូមចែករំលែកថាហុងស៊ុយសម្រាប់ថ្ងៃសុក្រទី20នេះគឺជាថ្ងៃពេលវេលាមួយដែលយើងអាចរុះរើយើងអាចជីកឬមួយក៏យើងអាចបើកការដ្ឋានសាងសង់បានថ្ងៃនេះมันល្អសម្រាប់ថ្ងៃបើកសម្ពោធអាជីវកម្មនានានោះទេដោយសារតែជាពេលវេលាមួយដែលវាត្រួតជាន់ទៅនឹងឆុងដោយសារឆ្នាំនេះឆ្នាំម្សាញ់ឆុងជាមួយកុលហើយថ្ងៃនេះចំជាមួយនឹងថ្ងៃកុលឆុងជាមួយម្សាញ់អញ្ចឹងយើងអាចរុះរើយើងអាចសាងសង់ប៉ុន្តែបើកសម្ពោធសូមមានការគិតពិចារណាឡើងវិញចំណែកឯហុងស៊ុយថ្ងៃនេះសូមឲ្យលោកអ្នកធ្វើចិត្តឲ្យសប្បាយរីករាយកុំគិតរឿងសៅមងផ្សេងនាំឲ្យជាការរំខានណាបងប្អូនណាបាទហើយលោកអ្នកទាំងអស់គ្នាជាទីគោរពលោកអ្នកទាំងអស់គ្នាជាទីស្រឡាញ់ណានៅក្នុងឆ្នាំនេះយើងដឹងហើយតារាសាស្ត្រនឹងចូលនៅខានស្អែកថ្ងៃ21ក្រោយពីសែននំអ៊ីហើយគឺដល់ពេលវេលាចូលដល់ឆ្នាំថ្មីហើយអញ្ចឹងឥទ្ធិពលឆុងចាប់ផ្ដើមប៉ះសម្រាប់អ្នកដែលឆុងឆ្នាំហើយនៅក្នុងឆ្នាំ2026មានអ្នកកើតឆ្នាំមមីមានអ្នកកើតឆ្នាំជូតមានអ្នកកើតឆ្នាំឆ្លូវមានអ្នកកើតឆ្នាំថោះនិងរកាមមីជូតឆ្លូវថោះរកាគឺជាឆ្នាំដែលឆុងនៅក្នុងឆ្នាំ2026ពាក្យថាឆុងមួយម៉ាត់យើងអាចមានឧបសគ្គច្រើនមែនទែនទាំងបញ្ហាលុយកាក់ការងារមុខរបររកស៊ីនិងរឿងរ៉ាវផ្សេងធ្វើឲ្យយើងមានបញ្ហាប៉ុន្តែជាភ័ព្វសំណាងសម្រាប់ឆ្នាំទាំង5នេះមីជូតឆ្លូវថោះរកានេះគឺជាឆ្នាំដែលឆុងហេងដូច្នេះយើងទាំងអស់គ្នាទាមទារចាំបាច់ត្រូវតែកាត់ឆុងចេញឲ្យបានត្រឹមត្រូវក្រោយពីកាត់ឆុងចេញឲ្យបានត្រឹមត្រូវហើយហេងនឹងចូលមកផ្ទួនគ្នាតែម្ដងប៉ុន្តែយើងត្រូវប្រកាសថាតើយើងកាត់ឆុងនោះបានត្រឹមត្រូវដែរឬអត់ពីព្រោះកូនសិស្សលោកគ្រូមហាជុំគេបានកាត់ឆុងត្រឹមត្រូវរួចហើយគេបានកាត់ឆុងតាំងពីខែ10អញ្ចឹងសម្រាប់បងប្អូនណាដែលមិនទាន់បានកាត់ឆុងហើយចង់កាត់ឆុងឲ្យត្រឹមត្រូវចំណាយពេលវេលានិងថវិកាតិចលោកអ្នកអាចមកកាត់ជាមួយលោកគ្រូមហាជុំបានកាត់ហើយលោកអ្នកនឹងផ្ទុះលាបផ្ទុះសំណាងសម្រាប់ឆ្នាំថ្មីពីព្រោះថាបើយើងបានកាត់ឆុងត្រឹមត្រូវនោះឱកាសនៃការផ្ទុះលាបផ្ទុះសំណាងនោះគឺនឹងចូលមកយ៉ាងលឿនបំផុតនៅក្នុងឆ្នាំថ្មីនេះពីព្រោះយើងឆុងហេងយើងយកឆុងចេញគឺហេងអូតូម៉ាទិកដឹងថាចូលហើយអញ្ចឹងយើងទាមទារឲ្យបានកាត់ឆុងចេញជាបន្តណាបងប្អូនណាបាទអ្នកនៅក្នុងប្រទេសកម្ពុជាអាចមកកាត់ឆុងជាមួយខ្ញុំបានអ្នកនៅក្រៅប្រទេសទំនាក់ទំនងកូនសិស្សខ្ញុំយើងអាចកាត់បានទៅតាមអ្វីដែលគ្រូបានណែនាំហើយសម្រាប់អ្នកនៅខេត្តឆ្ងាយមិនបានអញ្ជើញមកជួបផ្ទាល់អាចទំនាក់ទំនងយកប្រដាប់ប្រដាកាត់ឆុងពីខ្ញុំយកទៅកាត់ឆុងដោយខ្លួនឯងបានណាយើងមានការណែនាំមិនមានបញ្ហាណាពិបាកនោះទេហើយចំណែកអ្នកដែលឆុងរួចសម្រាប់ឆ្នាំ2025គឺមានឆ្នាំម្សាញ់កុល
vocal រងម្សាញ់កុល vocal រងនេះឥទ្ធិពលឆុងមិនទាន់ផុតទេថ្មីត្បិតទៅចូលដល់តារាសាស្ត្រមមីក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នានេះនឹងហេងនឹងមានលៀបមានជ័យផ្ទុះលៀបលកឹកណាតតែយើងបានលៀងជំរះនៅរឿងចាស់កាលពីឆ្នាំចាស់ចោលឲ្យអស់អញ្ចឹងគេត្រូវលៀងសើចេញឲ្យអស់សើអស់ចង្រៃក្រោយពីលៀងសើលៀងចង្រៃចេញហើយគឺចាប់ពីថ្ងៃ21នេះទៅឬមួយចាប់ពីយើងលៀងសើហើយយើងនឹងហេងរហូតអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់កុល vocal រងគឺទៀមទីឲ្យលៀងសើចេញឲ្យលឿនការលៀងសើមិនមែនចេះតែលៀងទេគេមានក្បួនមានຂະຫນាតរបស់គេក្នុងការលៀងណាអញ្ចឹងបងប្អូនអាចតំណែងតំណងយកឈុតលៀងសើពីលោកគ្រូមហាជុំយកទៅលៀងបានលៀងឲ្យប្រកបជាត្រឹមត្រូវមានលៀបមានជ័យអស់សើអស់ចង្រៃហើយបើសិនបើបងប្អូនលៀងសើមិនបានត្រឹមត្រូវនោះទេគឺបងប្អូននឹងមានបញ្ហាបងប្អូននឹងមានឧបសគ្គណាដូចយើងឈឺព្យាបាលមិនចំគោលដៅអញ្ចឹងពាក់ព័ន្ធvớiការលៀងសើប៉ុណ្្នឹងណាសម្រាប់អ្នកកើតឆ្នាំម្សាញ់កុល vocal រងបាទហើយអ្នកកើតឆ្នាំផ្សេងទៀតបើចង់លៀងសើចេញក៏យើងលៀងបានដូចគ្នាហើយសម្រាប់ឆ្នាំដែលរាសីឡើងហើយហេងខ្លាំងនៅក្នុងថ្ងៃទី20ខែធ្នូនេះមានឆ្នាំចំនួន3បងប្អូនកូនក្មួយណាបាទមានអ្នកកើតឆ្នាំខាលឆ្នាំថោះនិងឆ្នាំមមែអ្នកកើតឆ្នាំខាលឆ្នាំថោះមមែគឺជាកំពូលដែលរាសីឡើងសម្រាប់ថ្ងៃសុក្រទី20នេះអញ្ចឹងរាល់កិច្ចការងាររកស៊ីចំនួនជួយដូរមុខរបរគឺល្អគ្រប់យ៉ាងអត់មានឧបសគ្គអីទេយើងហេងយើងសប្បាយចិត្តយើងកាក់កបចាប់ពីពេលនេះតទៅអញ្ចឹងបងប្អូនទាំងអស់គ្នាមិនថាឆ្នាំឆុងក្តីមិនថាឆ្នាំសើក្តីនៅក្នុងថ្ងៃសុក្រទី20នេះទាំងហេងទាំងឆុងទាំងអីទាំងអស់គឺយើងត្រូវ comment លេខសំណាងលេខ202ហើយពេលអាវពណ៌សគឺជាពណ៌លៀបពណ៌សំណាងសូមជូនពរបងប្អូនខ្មែរទាំងអស់ឈ្នះអស់មានសត្រូវហើយទទួលបានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារសូមឲ្យខ្មែរឈ្នះសូមឲ្យអ្នកដែលឆ្លៀនពៀនខ្មែរវិនាសសាបសូន្យចាប់តាំងពីពេលនេះតទៅសូមអរគុណសូមគោរពលាខេមរៈជនរួមជាតិជាទីស្នេហា